មនុស្ស10នាក់របួស1នាក់ស្លាប់ហើយផ្ទះជាង300ខ្នងប៉ះពាល់ដោយសារតែខ្យល់កន្ត្រាក់សៀមរាបយ៉ាងហោចណាស់មានមនុស្សចំនួន10នាក់បានរងរបួសនិងម្នាក់ត្រូវបានរន្ទះបាញ់ស្លាប់ក្នុងគ្រោះមហន្តរាយខ្យល់កន្ត្រាក់ក្នុងខេត្តសៀមរាបកាលពីល្ងាចថ្ងៃអាទិត្យទី16ខែមិនិនានេះស្នងការរងទទួលបន្ទុកសេនាធិការលោកសុកពីសានបានឲ្យដឹងថាបាតុភូតខ្យល់កន្ត្រាក់នេះបានធ្វើឲ្យមនុស្ស10នាក់រងរបួសក្នុងនោះរបួសធ្ងន់ធ្ងរ2នាក់និងស្លាប់8នាក់ក្រៅពីនោះមានករណីរន្ទះបាញ់ស្លាប់ម្នាក់ទៀតក្នុងស្រុកស្វាយលើនៅក្នុងអំឡុងពេលខ្យល់កន្ត្រាក់នោះលោកបានបញ្ជាក់ប្រាប់ថាករណីខ្យល់កន្ត្រាក់គ្របដណ្ដប់នៅក្នុង10ស្រុកក្នុងខេត្តសៀមរាបដែលប៉ះពាល់ផ្ទះប្រជាពលរដ្ឋជាង300ខ្នងនគរបាលកំពុងតែធ្វើរបាយការណ៍លើករណីនេះលោកក៏បានឲ្យដឹងផងដែរថាខ្យល់កន្ត្រាក់ក៏បានធ្វើឲ្យដើមឈើជាច្រើនរលំលើផ្លូវសាធារណៈប៉ុន្តែមិនទាន់ដឹងពីចំនួនពិតប្រាកដនោះទេទោះយ៉ាងណាកម្លាំងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធបានខិតខំសម្អាតដើមឈើទាំងនោះនិងរៀបចំសណ្ដាប់ធ្នាប់ឡើងវិញរួចរាល់អស់ហើយអាជ្ញាធរជាតិអប្សរាបានជូនដំណឹងអំពីករណីខ្យល់កន្ត្រាក់បណ្ដាលឲ្យមានការដួលរលំដើមឈើមួយចំនួននៅតំបន់រមណីយដ្ឋានអង្គរកាលពីថ្ងៃទី16ខែមិនិនានៅវេលាម៉ោងប្រមាណ 7:05 ល្ងាចអាជ្ញាធរជាតិអប្សរាបញ្ជាក់ថាមានករណីខ្យល់បោកបក់យ៉ាងខ្លាំងនៅតំបន់រមណីយដ្ឋានអង្គរបណ្ដាលឲ្យដើមឈើមួយចំនួនបានដួលរលំកាត់តាមដងផ្លូវភ្លាមនោះមន្ត្រីជំនាញអាជ្ញាធរជាតិអប្សរាកំពុងធ្វើប្រតិបត្តិការកាត់សម្អាតដើមឈើទាំងនោះដើម្បីសម្រួលចរាចរណ៍ឡើងវិញអ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយលោកសុតកឹមកុលមុនីបានឲ្យដឹងថាករណីខ្យល់កន្ត្រាក់មិនមានបណ្ដាលឲ្យមនុស្សស្លាប់នោះទេប៉ុន្តែករណីរន្ទះបាញ់បានកើតមាន4ករណីដែលបណ្ដាលឲ្យរបួស4នាក់និងស្លាប់ម្នាក់អភិបាលខេត្តសៀមរាបលោកប្រាក់សុភ័ណ្ឌបានសម្ដែងការសោកស្ដាយចំពោះបាតុភូតខ្យល់កន្ត្រាក់នេះរដ្ឋបាលខេត្តសហការជាមួយកាកបាទក្រហមកម្ពុជាខេត្តសៀមរាបនឹងចុះត្រួតពិនិត្យជួយឲ្យអស់លទ្ធភាពលោកអភិបាលក៏បានអរគុណដល់ក្រុមគ្រូពេទ្យដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការមើលថែទាំអ្នករបួសទាំងនោះឲ្យទាន់ពេលវេលាហើយក៏សូមអរគុណដល់ស្នងការដ្ឋានកម្លាំងទាំងអស់ដែលបានជួយសម្អាតរក្សាស្ថានភាពផ្លូវឲ្យបានល្អដូចដើមដើម្បីសម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទាំងអស់របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថាស្ថានភាពអាកាសធាតុក្នុងខែកុម្ភៈកន្លងមកមិនសូវក្តៅខ្លាំងដូចឆ្នាំ2024ក្នុងនេះចាប់ពីពាក់កណ្ដាលខែកុម្ភៈមកកម្រិតកម្ដៅចាប់ផ្ដើមមានការកើនឡើងបន្តិចម្ដងក្នុងកម្រិតមធ្យមអតិបរមា37អង្សាសេក្នុងខែកុម្ភៈនោះផងដែរស្ថានភាពខ្យល់កន្ត្រាក់បានបង្កឲ្យមានផលប៉ះពាល់និងខូចខាតដល់លំនៅឋានប្រជាជនកើតតិចតួចប៉ុណ្ណោះហើយខ្យល់បោកបក់ខ្លាំងកើតមាននៅលើផ្ទៃសមុទ្រដែលបង្កឲ្យមានរលកធំនិងមានការប៉ះពាល់ដល់ការធ្វើដំណើរនិងអាជីវកម្មនេសាទលើផ្ទៃសមុទ្រក្នុងនោះបានកើតមានចំនួន4លើកនៅខេត្តក្រចេះសៀមរាបនិងខេត្តព្រះសីហនុដែលបណ្ដាលឲ្យផ្ទះរបើកដំបូលនិងខូចខាតមធ្យម78ខ្នង